បាទសួស្តីអ្នកទាំងអស់គ្នាវីដេអូនេះនឹងណែនាំអ្នកទាំងអស់គ្នាពីការអឺ add hard disk និងបែងចែក hard disk នៅក្នុង Linux Kernel របស់យើងអញ្ចឹងដំបូងយើងធ្វើយើងបើក virtual machine របស់យើងមកយើងចូលកន្លែង edit virtual machine setting នេះមកហើយយើងយកពាក្យថា add អញ្ចឹងបន្ទាប់ពីយើង add យើងយក add hard disk ហើយយើងចុចយើង add ចឹងមកហើយយើងចុច next យើងយក NVMe នេះមកបន្ទាប់មកចុច next បន្តទៀតបន្ទាប់មកកន្លែងនេះអ្នកទាំងអស់គ្នាអាចជ្រើសរើសទំហំ hard disk របស់អ្នកទាំងអស់គ្នាបានអញ្ចឹងខ្ញុំសូមជ្រើសរើសយកG ហើយខ្ញុំយើងដាក់ store វាជា single file បានហើយយើងចុច next មួយទៀតយើងធ្វើការប្រើវាមកអញ្ចឹងខ្ញុំដាក់កន្លែងនេះអញ្ចឹងខ្ញុំប្រើវាមកខ្ញុំដាក់0ចឹងហើយអញ្ចឹងខ្ញុំធ្វើការ add មួយទៀតអញ្ចឹងខ្ញុំធ្វើ add មួយទៀតមក hard disk ដូចគ្នា n ដូចគ្នាអានេះខ្ញុំយកមួយ store single file អូខេខ្ញុំដាក់មួយអូខេអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នា add ហើយយើងធ្វើការបើកម៉ាស៊ីនទាំងអស់គ្នាបាទអញ្ចឹងបន្ទាប់ពីដែលយើងបើកហើយមកយើងធ្វើការ log ចូល root របស់យើងមកអញ្ចឹងបន្ទាប់ពីដែលយើងចូល root ហើយយើងធ្វើការមកប្រើប្រាស់ command របស់យើងអញ្ចឹងខ្ញុំប្រើខ្ញុំដាក់ថា summerson អញ្ចឹងខ្ញុំប្រើ ls blk នេះមកដើម្បីឆែក disk របស់យើង ls blk ហ្នឹងមកអញ្ចឹងនេះគឺជាdisk ដែលយើងបាន add មិញនេះអឺអឺ O ON2 N NVMe ON3 ហ្នឹងអញ្ចឹងបន្ទាប់ពីការយើងធ្វើការយើងឃើញថាយើង add អញ្ចឹងហើយយើងមួយទៀតគឺយើងធ្វើការបែងចែក disk file អញ្ចឹងយើងcomment ថា fd មកនៅក្នុង div ហើយយើងដាក់ឈ្មោះរបស់ hard disk របស់យើងអញ្ចឹងខ្ញុំធ្វើការបើកនេះមួយសិនចឹងឈប់បាទអញ្ចឹងយើងធ្វើការfd តមកខ្ញុំដាក់ div តមកយើងដាក់ឈ្មោះdrive របស់យើង NVMe 0N2 អញ្ចឹងយើងដាក់ចឹងហើយអូខេអញ្ចឹងបន្ទាប់មកទៀតគេឲ្យយើងជ្រើសរើសដើម្បីបែងចែកpartition របស់ drive របស់យើងអញ្ចឹងខ្ញុំយកដាក់ n មកដើម្បីបង្កើត new partition បន្ទាប់មកមួយទៀតយើងដាក់ p យកវាជា primary បន្ទាប់មកកន្លែងនេះយើងដាក់ឈ្មោះឲ្យ partition របស់យើងខ្ញុំដាក់1អញ្ចឹងមួយមកបន្ទាប់មកយើងចុច enter មកជា default កន្លែងនេះខ្ញុំធ្វើការបែងចែក G ហ្នឹងទៅជា2អញ្ចឹងខ្ញុំធ្វើការដាក់បូក500ហើយខ្ញុំដាក់ M អូខេអញ្ចឹងខ្ញុំបង្កើតមួយហើយបន្ទាប់មកខ្ញុំដាក់បង្កើតមួយទៀតខ្ញុំដាក់ N វា P បន្ទាប់មកខ្ញុំដាក់លេខ2បន្ទាប់មក default ដូចគ្នាហើយបូក500 M បន្ទាប់មកយើងដាក់ W ដើម្បី write ខ្ញុំមួយទៀតគឺខ្ញុំដើម្បី write មកអូខេអញ្ចឹងការធ្វើខ្ញុំបានបែងចែកអឺ LSD អញ្ចឹងខ្ញុំធ្វើបានបែងចែកNVMe OR0 N2 នេះហើយអញ្ចឹងខ្ញុំធ្វើការបែងចែក N3 មួយទៀតគឺ FDs div NVMe 0 N3 បន្ទាប់មកយកអក្សរ N ដើម្បី new participant partition បន្ទាប់មកខ្ញុំយក primary បន្ទាប់មកខ្ញុំដាក់លេខ1បន្ទាប់មកខ្ញុំចុច enter ដើម្បី select default បន្ទាប់មកខ្ញុំបូក
500ដូចគ្នាដោយសារតែយើងចង់បែងចែកវាជាជីរបស់យើងហ្នឹងទៅជាពីរ partition បន្ទាប់មកខ្ញុំចុច N មួយទៀត P ដាក់លេខ2 default បូក500ដូចគ្នាអូខេទៅមកហើយអញ្ចឹងបន្ទាប់ពីដែលយើងធ្វើការបែងចែកវាទៅជាFD នឹងហើយយើងធ្វើការមើលរបស់វាយើងមើលអូខេនេះអញ្ចឹងមានថាយើងបានបែងចែកវាជា part គឺចំនួន2 part ហើយគឺមួយ part 500 megabyte មួយ part 500 megabyte ទៀតគឺយើងធ្វើការបង្កើតវាជា file system អញ្ចឹងយើងប្រើ command ថាអឺ mk fs ext4 ជា version របស់វាបន្ទាប់មកដាក់ deal គឺ nvme អឺ0n2 p1 អូខេដល់នឹងហើយខ្ញុំដាក់ p2 បន្ទាប់មកអានេះគឺ3ដង p1 បន្ទាប់មក p2 អូខេអញ្ចឹងខ្ញុំធ្វើបង្កើតវាជា file system រួចហើយកន្លែងហ្នឹងបន្តមកទៀតខ្ញុំធ្វើការបង្កើតនៅ directory មួយសម្រាប់ mount point ទៅកាន់file system របស់យើងអញ្ចឹងខ្ញុំធ្វើការបង្កើត media data 1 clear data 2 data 3 data 4ដោយសារតែយើងមិនបានចែកចេញជា4ហើយអញ្ចឹងខ្ញុំធ្វើការបង្កើតទៅហើយបន្ទាប់មកខ្ញុំធ្វើការ ls មកគឺមានls អញ្ចឹងគឺខ្ញុំមាន data 1 data 2 data 3 data 4តបមកទៀតយើងធ្វើការ mount អញ្ចឹង mount គឺ mount deal nvme 0n2 p1 ទៅកាន់ data 1អូខេខ្ញុំធ្វើការ mount ចូលមកបន្ទាប់មកអានេះ p2 ទៅកាន់ data 2បន្ទាប់មក data 3អានេះគឺនេះ3អានេះ p1 4អានេះគឺ p2 អូខេអញ្ចឹងខ្ញុំធ្វើការមកនៅនឹងហើយខ្ញុំធ្វើការទៅកាន់ls dlk ម្ដងអញ្ចឹងនេះគឺវាធ្វើការមកទៅកាន់data 1 data 2 data 3 data 4ទៀតហើយអញ្ចឹងបន្តមកទៀតពេលដែលយើងmount រួចយើងអត់ទាន់គ្រប់ពេលយើងត្រូវការឲ្យវា auto mount មួយទៀតហើយយើងត្រូវ config file នៅក្នុង etc គឺ step របស់យើងការទៅconfig file ហ្នឹងដើម្បីឲ្យ auto mount ទាំងអស់គ្នាអញ្ចឹងយើងប្រើ command ថា vi បន្ទាប់មកនៅក្នុង etc បន្ទាប់មកទៀតគឺក្នុង file step អញ្ចឹងនៅពេលដែលយើងបើក file step នឹងហើយយើងធ្វើការចុច i មកដើម្បី insert មកកាន់ lesson អញ្ចឹងអ្វីដែលយើងត្រូវបញ្ចូលកន្លែងហ្នឹងគឺខ្ញុំសរសេរនេះបែបនេះគឺ deal nvme p nvme 01 0n2 p1 អញ្ចឹងខ្ញុំត្រូវការដាក់deal nvme 0n2 p1 អូខេបន្ទាប់មកដាក់ data 1 ext អានេះគឺជា file system របស់យើងហើយដាក់ default 00អញ្ចឹងយើងសរសេរដូចគ្នាអញ្ចឹងមកខ្ញុំសូមធ្វើការ copy អញ្ចឹងខ្ញុំ select វាមកខ្ញុំធ្វើការ control insert មក shift insert អូខេអញ្ចឹងនេះគ្រប់ហើយស្គាល់អញ្ចឹងខ្ញុំធ្វើការកែកន្លែងនេះទី2 3ទី2
khê,នេះ data 2 data 3 data 4 អូខេអញ្ចឹងបន្ទាប់ពីដែលយើងធ្វើការ config file នឹងហើយខ្ញុំធ្វើការសៀវវាមកបន្ទាប់មកខ្ញុំ reboot ច្រឡំអូខេអញ្ចឹងបន្ទាប់ពីការយើង reboot ហើយខ្ញុំធ្វើការ login ចូល root របស់ខ្ញុំវិញហើយជាងខ្ញុំធ្វើការចូលមក command prompt របស់ខ្ញុំមក terminal របស់ខ្ញុំមកអញ្ចឹងខ្ញុំវាយថា ls blk មកអញ្ចឹងនេះអឺhard disk ដែលខ្ញុំបាន add គឺ n NVMe 0N2 និង NVMe 0N3 ហ្នឹងហើយខ្ញុំបានចែកវាជាពីរទៅជា file system អញ្ចឹងនៅពេលដែល file system ដែលយើងបានបែងចែកហើយយើងអាចបាន config ទៅលើ file step ដែលខ្ញុំបានបង្ហាញមិញហ្នឹងអញ្ចឹងនៅពេលដែលយើង reboot គឺវាអត់ mount ទៅកាន់ data 1 data 2 data 3 data 4នឹងទេព្រោះតែយើង mount ម្ដងមួយម្ដងទៀតអញ្ចឹងវីដេអូនៅក្នុងការចែក hard disk ចែក hard disk ហើយ set up វាទៅជា file system ហើយនឹង auto mount data ទៅកាន់ file system ហ្នឹងគឺមានតែប៉ុណ្្នឹងអញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដាននៅវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូបន្តទៀតអរគុណ